ខំកម្មវិធីដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំផ្ដល់នៅអ្វីដែលល្អអង្គរពុរ៉ូទឹកពិសាដែលរាងកាយត្រូវការបំផុតគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នាសិទ្ធិផុសស្អាតរៀបបងតាប់ស្ដាចាន់អូនតាប់ស្ដាចាន់ចាស់បងតែជួបអូនមិនរួចទេបងជួបបណ្ណាសាគេហើយអូនបងតែធ្វើអីបានគេត្រូវបណ្ណាសាអូនមកជួយបងផងបងជួបបណ្ណាសាស្រីស្អាតហើយអូនឯងឃើញទេចាបងកៅសមន់ទាខាងណាកៅសមន់ជ្រូកបងទៅអូនរួចទេអូនបងជាប់ហើយអូនជួយបងយ៉ាងម៉េចទៅចាបងមិនដឹងទេអូនបើអូនចង់ជួយបងតើអូនដោះរោមនេះចេញទៅបានអាចជួយបងបានអូនដោះរោមចេញចាំមកផ្លែណាមកចាស់បងទៅស្ដាចានអូនដោះលឿនមកផងស្អាតណាស់ជួយរੂទីមករੂមករੂទៅអូយចុកណាដោះមែនអូនទេស្ដាចានអូនជួយបងផងចាំបងយើងលេងយើងទៅស្រីមិនខាញ់លេងប្តីយើងទៅលេងប្តីយើងទៅលេងទៅលឿនលេងដល់រੂអូបងក្តីអញទេអើយទេស្ដាចានអូនគាត់ស្គាល់មកយើងចាប់ដើមភ្លៀងមេឃក៏រកភ្លៀងដែរព្រះភិរុនក៏ដោយព្រះពាយក៏ដោយកុំធ្វើបាបខ្ញុំទាំងពីរនេះខ្ញុំប្រាថ្នាថានឹងស្រឡាញ់គ្នាដល់ចាស់ហើយទៅទៀតអើយចាស់បងភ្លៀងមកតែកុំផ្ទះបើផ្ទះមែនណោះមែនត្រូវតែខ្ញុំពីរនាក់ទេមានបងប្អូនយើងនឹងចិត្តនឹងច្រើនណាស់ចាជំរាបសួរបងប្អូនដែលនៅស្ទូឌីយោផ្ទាល់របស់ CTN និងជំរាបសួរដល់លោកស្រីនិងកញ្ញាដែលទស្សនាតាមរយៈកម្មវិធីថ្មីរបស់ CTN គឺកម្មវិធីសូមស្ងាត់បាយចាឥឡូវនេះស្វាគមន៍លោកអ្នកមកកាន់កម្មវិធីរបស់យើងសប្តាហ៍ថ្មីលោកអ្នកដឹងហើយថាកម្មវិធី Game Show ដែលអ្នកដែលចូលរួមកម្មវិធីរបស់យើងអាចមានឱកាសឈ្នះទឹកប្រាក់រហូតដល់ទៅ1លានរៀលចាថ្ងៃនេះយើងមានការចូលរួមពីតារាភាពចំនួន2ក្រុមដោយសពមួយដងអញ្ចឹងដែលតារាភាពកំពុងតែត្រៀមខ្លួនមកជួបលោកអ្នកហើយសូមស្វាគមន៍ជូនដល់ក្រុមអង្គរំលួននិងក្រុមស៊ីដែរសង្កណាទេសេចក្ដីចូលគោព្រោះលឿនលងស្ដាយតែបើមិនក្បែរព្រោះស្រឡាញ់មកហើយពីអត្រណៅកូនបាកុំមានដឹងថាបើសង្កណាទេសេចក្ដីចូលគោព្រោះលឿនលងស្ដាយតែបើមិនក្បែរព្រោះស្រឡាញ់មកហើយនេះហើយក្រុមនាងមនុស្សទាំងឡាយមែនឬម្ចាស់បងជំរាបសួរទាំងអស់គ្នាជំរាបសួរបងជំរាបសួរចាជំរាបសួរបងស្រីឥឡូវធ្លាក់ខ្លួនមកទៅទីកទៀតធ្លាក់ខ្លួនកាមុនឯនេះក្រុមហ៊ុនឬចៃបណ្ណាបណ្ណៃហ្នឹងដែរចាអូយតាភាពពាក់ស្អាតណាស់បាច់ជំរាបសួរជំរាបអីគ្រឿងទៅមកចិត្តទៀតណានេះសាច់ញាតិតែឆ្ងល់សួរនេះម៉ែខ្ញុំគេអត់និយាយចឹងទេខ្លាចចាញ់បងចាញ់មកលឹះហ្មងយូរហើយនឹកណាស់បងអូយ5អូខ្លាចចាញ់ដល់ថ្នាក់ហ្នឹងអ្នកគ្រូគឺបាននិយាយលឺអស់ហើយទេនិយាយបានបងនិយាយបានអត់អីទេកើតអីគេអត់នេះអត់លេងហ្គេមមិននិយាយបានអូយមិនហ្នឹងស្មានតែគេអត់ទាន់ឲ្យនិយាយអូចាំខ្ញុំអត់និយាយច្រើនហ្មងចាំបានអត់លឺនិយាយអីសោះនៅឡាស្លៀម
ហើយឡើងចឹងឡើង ហើយ ផ្លែ ឡើងចឹង កម្មវិធីគេមិនឲ្យបញ្ចោលទេគេឲ្យនិយាយតិចតិច ចង់យល់ពីអត្ថន័យខាងក្រុមបងមលួសមិនបានដាក់ឈ្មោះក្រុមបងមលួស សម័យឥឡូវដូចថាគេអភិវឌ្ឍច្រើន បាទ បើយើងចាំគ្រប់លុយកើបានផ្ទះនៅ ហ្នឹងហើយ យើងមិនបង់ទៅ ចា ហ្នឹងហើយ បានគេដាក់ឈ្មោះថាក្រុមស៊ីដាច់មកតែបងខ្ញុំមិនដឹងទេណាតែសម្រាប់ខ្ញុំគឺក្រុមស៊ីដាច់គឺចង់មានន័យថាក្រុមខ្ញុំក្មេងៗអញ្ចឹងវាផុយគេថាខ្សាច់ខ្ចីគឺថាស៊ីឆាប់ដាច់ចា ម្លង3 4ឆ្នាំមិនឃើញកន្លែងខ្ចីសោះ កម្មវិធីរបស់យើងគឺតម្រូវឲ្យគាត់ទាំងពីរក្រុមប្រកួតប្រជែងគ្នានៅក្នុងវិញ្ញាសាជាច្រើនយើងចែកចេញជា4វគ្គងាយស្រួលតែលំបាកឧបសគ្គធំបោះរំលងជាជាងនិងវគ្គប្រអប់លុយឥឡូវនេះយើងចាប់ដើមជាមួយនឹងវគ្គទី1ដែលយើងឲ្យឈ្មោះថាវគ្គងាយស្រួលតែលំបាក វគ្គងាយស្រួលតែលំបាកសម្រាប់វគ្គនេះបេក្ខជននិងបេក្ខនារីត្រូវឆ្លងកាត់វិញ្ញាសាដែលងាយតែមិនប្រកាសថាអាចសម្រេចបានដោយងាយស្រួលនោះទេកម្មវិធីមាន3វិញ្ញាសាសម្រាប់ឲ្យប្រកួតប្រជែងសម្រេចបាន1វិញ្ញាសានឹងទទួលបាន5ពិន្ទុ1ពិន្ទុស្មើនឹងទឹកប្រាក់ 10000 រៀល វិញថាហ្គេមចាប់ផ្ដើមពីហ្គេមទី1ទៅដូច្នេះមុននឹងលេងត្រូវរើសតំណាងក្រុមអញ្ចឹងបងទាំងពីរក្រុមបងណា ដាច់នឹងខាងបងរំលួសរកតំណាងម្នាក់ដើម្បីលេងមុនគេ ខ្ញុំឲ្យ ចា ខាងញង អូយពីបី បើលឿននេះបើលឿននេះ ខាងលើ ខ្ញុំចង់ប្រាប់ថាឲ្យលាមក ឲ្យពីរ នេះព្រែកចាក់យក ស្លា វិ ញ់ ញ្ញា ព សា ណ៌អីវិញ្ញាសាមាន3 មើល ពណ៌នេះដូចនេះលកាដៃនេះ អូចឹងពណ៌ហេងនេះចាចា ចា ចា ក់ ចា បាទខណៈព្រែកចាញ់ហើយចាក់គេចាក់កុំឲ្យលឺសំឡេងហើយចាក់យើងឡើងខ្ទុះដែរអញ្ចឹងមិនឈ្នះគេ តែអាហ្គេមចាប់ទៅ ចាឲ្យលឺលេងទេគ្រាន់កុហកហ្នឹងណាចាវិញ្ញាសាទី1នៅក្នុងការលេងហ្គេមវគ្គទី1ងាយស្រួលតែលំបាកគឺជាវិញ្ញាសាដែលមានឈ្មោះថាបាច់ផ្កាស្នេហ៍គ្រាដំបង ប្រិយមិត្តសូមស្ងាត់ដឹងទេថាកុលាបពណ៌ផ្កាឈូកតំណាងឲ្យស្នេហ៍គ្រាដំបងសម្រាប់វិញ្ញាសានេះបេក្ខជននិងបេក្ខនារីត្រូវប្រើកន្ត្រៃកាត់ផ្កាកុលាប3ទងរួចសូមបំពេញចន្លោះបាច់ផ្កាដែលកម្មវិធីបានរៀបចំ30វិនាទីត្រូវធ្វើវាដោយស្ងាត់បំផុតកុំភ្លេចណាឧបករណ៍ស្រូបសំឡេងនៃចិត្តអ្នកណា អូខេពេលនេះសូមបងហ្វេនច្រើនសូមស្ងាត់ បាយ យឺតពេក បាទបងព្រែកយើងមិនមែនថាការ4ត្រង់កាច់កន្លះខែទេណាគឺមានរយៈពេលរបស់គេគឺតែ អាឡៃទៅមើលអានោះគឺវាស្ងៀមខំបងស្ងៀម អត់ទេមិនមែនពាក់ព័ន្ធ ម៉ោងនៅក្រោយទៅម៉ោងសោកស្ដាយផងសម្រាប់ក្រុមបងរំលួស0ពិន្ទុ 0ពិន្ទុ ឥឡូវនេះសម្រាប់ហ្គេមដដែលទស្សនាការលេងហ្គេមពីសំណាក់ក្រុមស៊ីដាច់វិញម្ដងចាឥឡូវនេះរយៈពេល30នាទីដូចគ្នាដែរសញ្ញោឲ្យលឿនណាស់បងអូន យើងមិនមែនថាម៉េចទេណាមិនមែនថាយើងស៊ីចំណោកអីទេណាបាក់ពួកអីទេប៉ុន្តែយើងក្រុមខ្លែងលេងមួយគ្នាអញ្ចឹងណាព្រែកយើង ដល់បាក់ហាំងណង ព្រែកមិនចង់ចតែជាមួយយើងព្រែក ឯងគិតមើលគ្នាខ្ញុំតែ3នាក់បើបាន4លានយ៉ាងហើយណាខ្លួនឯង1លានដែរ បានអីបាទ20 ហើយលឿនយើងធ្វើការមួយគ្នានៅ My TV យើងមួយបងក្រធ្វើការនេះយូរចាទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ បាយ អីយ៉យជំនាញខាងអ្នករៀប
ឆ្នាំទៀតអត់អស់សង្ឃឹមទេ Ui, bậc cái đau mấy នៅ này មក đi លៀន không? ហ្គេមទៀតអូ Bậc cái đau mấy nè. ខ្ញុំធ្លាប់មានគេដោតឲ្យខ្ញុំអញ្ចឹង អាយ៉ា Ôi. ចឹងការហ្នឹងត្រូវបានលើខ្ញុំហ៎ អត់ទេឲ្យព្រែកគ្នាយកទៅរៀនសូត្រយកទៅរៀនសូត្រ ចាលោកស្រីនាងកញ្ញាហើយសម្រាប់ក្រុមទាំងពីរកុំទាន់អភ័យពីព្រោះថាយើងមានហ្គេមជាច្រើនទៀតការពិតទៅនៅក្នុងវគ្គទី1នេះស្រួលតែលំបាកនេះមានហ្គេមរហូតដល់ទៅ3ហ្គេមទៅបាន1ហ្គេមទេយើងនឹងបន្តនៅវគ្គក្រោយពេលនេះអរគុណសម្រាប់បន្តិចសិន សូមស្ងាត់ បានលុយ ចាសួស្តីលោកស្រីនាងកញ្ញាជួបគ្នាសប្តាហ៍ថ្មីការចូលរួមទូទាយទឹកប្រាក់$50ចាំលោកអ្នកជានិច្ចចង់ដឹងថាអ្នកណាទៅដែលឆារង្វាន់នោះសូមចេញទស្សនាដូចតទៅ តើអិតការ៉ូនិងក្បឿងមួយណាលឺជាងចម្លើយដែលត្រឹមត្រូវនោះគឺអិតការ៉ូតើប្រិយមិត្តរូបណាមានសំណាងឈ្នះរង្វាន់ពីកម្មវិធីអបអរសាទរដល់ឈ្មោះថាឌីនីឈ្នះរង្វាន់ប្រាក់សុន$50ពីកម្មវិធី សប្តាហ៍នេះក្រុមការងាររបស់យើងធ្វើការទម្លាក់ក្បាលម៉ាស៊ីនត្រជាក់ហើយនឹងកតុយម៉ាស៊ីនត្រជាក់មួយណាដែលលឺជាងពាក់វ៉ែនតាដើម្បីសុវត្ថិភាពសូមជម្រាបលោកអ្នកទស្សនាជាមួយនឹងនេះខ្ញុំដូចតទៅ ចូលរួមទូទាយទាំងអស់គ្នារវាងក្បាលម៉ាស៊ីនត្រជាក់និងកតុយម៉ាស៊ីនត្រជាក់អំបញ្ញមិញមួយណាលឺជាងចាលោកអ្នកអាចចូលទៅទំព័រ Facebook ក្រុមស្ងាត់ Silent Kids Cambodia ដើម្បីមានឱកាសចាក្លាយទៅជាម្ចាស់ទឹកប្រាក់រហូតដល់ទៅ$50អរគុណជួបគ្នាជាបន្តទៀតជាមួយនឹងកម្មវិធីសូមស្ងាត់ ឧបត្ថម្ភកម្មវិធីដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំផ្ដល់នូវអ្វីដែលល្អអង្គរពុរ៉ូទឹកពិសាដែលរាងកាយត្រូវការបំផុតគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នា ចាលោកស្រីនាងកញ្ញាទ្រទស្សនិកជនសូមទស្សនាបន្តទៀតជាមួយនឹងកម្មវិធី សូមស្ងាត់ បានលុយឥឡូវខ្ញុំសូមដំណើរក្រុមនីមួយៗចូលមកលេងហ្គេមបន្តចាខាងស៊ីដាច់អ្នកណាលេងបន្ត បន្ត បង្ក្រួយសុំចេញមកចា អូអ្នកគ្រូចូលមកអ្នកគ្រូ ចាបង ខ្ញុំ ឃើញ ដៃមានទូច្រើនជាង បង មាន ចា ជាងមុខមុនទាំងអាច ចា លេង បង ទៅមុនដងទៅចាញ់មុន ចា ដ ក់ ង ទៅឲ្យបងកាឈូកទៅ ចាពួកឯង ដល់មុនស៊ីមួយអាវទៅស៊ីអាវមិនស៊ីអាវបានអីពាក់ បុកឲ្យខ្លាំងខ្លាំងទៅ ពីបុកខ្លាំងចាញ់ ចេញអាក្នុងនឹងមកភ្លុកមក បុកក៏ខ្លាំងបញ្ញាពេកខ្លាចចាញ់ បាច់តែបុកអីបាច់បុកអីពេកទេពេញបោហ្នឹងឯងគាត់រុកទៅធ្លាយបាត់ហើយ សំមើបានយូរ នឹងស្ទាកស្ដាយចាញ់ ខ្លាចយើងទៅចោលគាត់ទៀតហ្នឹង គាត់ចាស់គាត់ដឹង ចាក់ឲ្យលឺរំលែងមែនទេ ហើយម៉ែណៃហ្នឹង អីបកកាយចាក់ឲ្យលឺរំលែងមែនទេ លុចទៅ ជុំចាក់ไปបោលេងបាយអញ្ចឹង អូបប អី ស្ដាយចាញ់ អញចាក់បាយមើល អត់បែកមើលចាអត់បែកទៅមិនមើលទីអត់បែកមែនហ្នឹងមើល អីចេះលេងសៀកមែនបកកាយ ចាក់ មើ ឲ្យ ល ឡើងហើយចានេះគឺជាវិញ្ញាសាទី2ដែលមានឈ្មោះថាមួយបាច់កាច់ឲ្យស្រួល ទៀតហើយម្ដងនេះមិនមែនជានំបញ្ចុកស្រួយទេតែជាត្រកូលជ្រក់ទាំងម្ដងគិតថាស្រួយមិនចាញ់គ្នាប្រហែលទេវិញ្ញាសានេះបេក្ខជននិងបេក្ខនារីត្រូវការត្រកូលជ្រក់ទាំងម្ដុំនេះជាពីរស្មើគ្នា30វិនាទីត្រូវសម្រេចវាដោយសម្លេងរំខានតិចបំផុតព្រោះឧបករណ៍ស្រោមសម្លេងនេះចិត្តអ្នកមែនទែន អីកាច់នឹងសោ ក្រូចកាច់ឲ្យស្រួលព្រោះអីវាមានមួយបាច់ ចា សូមអូយអើយ វ៉ាវចាអញ្ចឹងសូមត្រៀម សូមស្ងាត់ បាយ បងឯងមើលពេលមកសល់មកកណោបង បងក្រួយ ពេល ឯង សល់24វិនាទីសល់ពេលច្រើនណាស់ តិចសិនមក ឯងញ៉ាំទៅណា ណាដឹង ដូច្នេះក្រុមស៊ីដាច់ទទួលបានសេ សូមបន្ទោចាបងក្រត់កំពុងតែចាប់ដើមអស់ហើយថាប៉ុណ្ណឹងធ្វើមិនបានគាត់ធ្វើបានអញ្ចឹងចង់ដឹងថាតើគាត់ធ្វើបានមែនដែរឬក៏យ៉ាងណាទស្សនាជាមួយនឹងការលេងហ្គេមជាបន្តទៀត មកកម្លាំងដៃមើលធ្ងន់ណា
ក្រាក់ដៃ អត់កាន់តែរបស់ កម្លាំងដៃដែលធ្ងន់មិញហ្នឹងហើយដែលចាញ់ញោ បានកាន់របស់អត់ឆ្អឹង អូដល់ពេលអ្នកគ្រូកាន់របស់ឆ្អឹងវាមានប្រែរូបប្រែរាងឬមួយផ្លាស់ប្ដូរទីលំនៅមិនទេ របស់ឆ្អឹងដូចជាដូចថាសាច់គោសាច់អីអាខ្មងអីហ្នឹងវាឆ្អឹង បាទ ហើយដល់ពេលកាន់ឆ្លើងវាទន់អត់ឆ្អឹង អូកាន់ភ្លើងទុំតា ទៅពេលទំនេរអត់អីចឹងអត់ថាមកទំនេរអីចឹងពី លុ កា យ យ លេងលេងជើងលេង កាគ្នាសំត្រៀម អូមស្ងាត់ អូជំនាញមែន ក្រោយហើយក្រោយ ណាសល់ពី12នាទី លុយលើគោកណា យកអាការងារស្រីមកឲ្យប្រុសធ្វើ បងប្រុសមិញបើនៅផ្ទះឃើញប្រពន្ធចឹងនឹងជ្រាវយ៉ាងណា គាត់ធ្លាប់ញ៉ាំមួលគាត់ហ៎ បាទឃើញថាក្រុមបងរំលួទទួលបាន5បន្ទួវិញហើយ លេងហ្គេមទី3ជាបន្តទៀតសំចេញសាក់មួយសនិតមកខាងមុខសំចេញអូយអូយ អូយអាមឹកក្បាលចឹងបាក់និយាយគ្នាមែន អាវិញ្ញាសាដែលមាន មានឈ្មោះថាកំពូលថ្មិញកាំបាត់ វ៉ាវកំពូលថ្មិញកំបិនសង្ស័យតើឲ្យប្រើថ្មិញខំដៃទេដឹងសម្រាប់វិញ្ញាសានេះវិញបេក្ខជននិងបេក្ខនារីត្រូវប្រើថ្មិញសអំពើមួយកង់នេះឲ្យសស្អាត50វិនាទីត្រូវសម្រេចវាឲ្យបានដោយស្ងាត់បំផុតសូមចាំថាឧបករណ៍ស្រូបសម្លេងនៅជុំវិញអ្នក សុំយកក្បាលដៃហើយ ឈ្មោះគាត់ចឹងហ៎បងឈ្មោះគាត់អាក្បាលដៃចឹងហ៎ ទៀតថាអូ ខាងតាំងពៅគេគេឲ្យស៊ី យ៉ា ចា ប៉ានេះគឺថើបណា ណែ ទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ បាយ អីយ៉ាខ្លាំងណាស់ចាបងជិះមកខាងគាត់ក្រុមមេខ្លាំងណាស់អត់មានអីភ័យ ឯងមិន ខ្លាច កែ សោះ មើលក្បាលដៃ មើល ពីណាពីណាពីណា បប អូខេ បគូ ល្អសស្អាត សុំស៊ីមកបានទេ ទី មកបាន មក ឃើញថាក្រុមស៊ីដាច់ទទួលបាន5បន្ទួបន្ថែមទៀតហើយ ចាឥឡូវនេះសូមទស្សនាការលេងហ្គេមចាពីបងអូនសេនិចដែលជាតំណាងក្រុមបងរំលួវិញម្ដង ឃើញថាបងអូនព្រីនិចអូននិចមិញដូចមិញដូចរៀងលូតមកមុខចាំមានឱកាសក្នុងការហូបលឿនណាដូចកដល់មិញកដល់ មិនមែនតើថ្មិញដាក់ មិនដាក់ហ្នឹង ចាទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ បាយអើយមិនងាយខាំទេណាដូចថ្មិញអត់ត្រូវប៉ាន់ បងអូនទៅដាក់ថ្មិញហើយមកចង់បាន50000ខាត់អត់ថ្មិញធ្វើអស់ជាង1លាននោះ មានជាប់ថ្មិញនឹងពៅឯង អ្នកគ្រូចូលរួមតាមស្ដាយផង ក្រុម ចា បងរំលួបរាជ័យហ្គេមវគ្គនេះទទួលបាន0បន្ទូ មិញហ្នឹងដូចខ្ញុំប្រាយគេមិនមែនមកខាំអំពៅទេគេមកលិតអំពៅ បាទ ឥឡូវសម្រាប់សិនចង់យកគាត់ទៅដាក់ថ្មីថ្មី ចាលោកស្រីនាងកញ្ញាឆ្លងកាត់ការលេងហ្គេមចំនួន3ហ្គេមនៅក្នុងវគ្គទី1នេះស្រួលតែលំបាកហើយយើងឃើញថាក្រុមស៊ីដាច់ទទួលបានប្រសិទ្ធចំនួន10បន្ទូរីឯខាងបងរំលួបបានតែ5បន្ទូតែប៉ុណ្ណោះក៏ប៉ុន្តែមិនធ្វើទេនៅវគ្គក្រោយយើងនឹងជួបគ្នាជាមួយនឹងវគ្គជាបន្តដែលមានឈ្មោះថាឧបសគ្គធំធំពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិន សូមស្ងាត់ បានលុយ ឧ
ឧបត្ថម្ភកម្មវិធីដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំផ្ដល់នូវអ្វីដែលល្អអង្គរពូរ៉ូទឹកពិសាដែលរាងកាយត្រូវការបំផុតគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នា លោកស្រីនាងកញ្ញាទទួលសេចក្ដីជូនសូមស្វាគមន៍ជាបន្តទៀតមកកាន់កម្មវិធី សូមស្ងាត់ ឥឡូវនេះយើងនឹងបន្តជាមួយនឹងការលេងហ្គេមវគ្គទី 2 របស់យើងដែលវគ្គនេះមានឈ្មោះថាឧបសគ្គធំឧបសគ្គធំគឺជាអ្វីទៅណស្ដាប់ទៅប្លែកព្រោះថាកម្មវិធីយើងថ្មីថាតើវគ្គដែលមានឈ្មោះថាឧបសគ្គធំគឺជាអ្វីឲ្យពិតប្រាកដទស្សនាវីដេអូដូចតទៅ វគ្គឧបសគ្គធំវគ្គនេះគឺកាន់តែលំបាកដោយបេក្ខជននិងបេក្ខនារីត្រូវប្រកួតប្រជែងលើវិញ្ញាសាទ្រង់ទ្រីធំជាងមុនកម្មវិធីមាន2វិញ្ញាសាសម្រាប់ឲ្យបេក្ខជននិងបេក្ខនារីជ្រើសរើសសម្រាប់បាន1វិញ្ញាសានិងទទួលបាន10ពិន្ទុ1ពិន្ទុស្មើនឹងទឹកប្រាក់ 10000 រៀល ចាយទៅទៀត មកលេងមុន លេងអ្នកលេងមុន កំណាងក្រុមនីមួយៗសិន ម៉ែម្ដងខាងនោះណូបានក្នុង2000ប៉ុណ្ណឹង ចាំពោះខ្ញុំ ហ៊ានណា ទៅ ប្លឹបប្លឹប ហើយណែ ក៏ចេះ វិញ្ញាសារបស់យើង វិញ្ញាសាដែលមានឈ្មោះថា កសិករបៃសា កសិករស្រុកណានឹងកាត់ដល់ទៅ3សាអីខ្លះទៅណសម្រាប់វិញ្ញាសានេះបេក្ខជននិងបេក្ខនារីត្រូវយកចំបើង8ដុំពីចំណុចម្ខាងមកគោលលើរទេះគោនៅចំណុចម្ខាងទៀតដោយពាក់ស្បែកជើងកែងក្នុងរយៈពេល70វិនាទីត្រូវសម្រេចវាឲ្យបានដោយស្ងាត់បំផុតព្រោះឧបករណ៍ស្រូបសំឡេងនៅចិត្តអ្នកខ្លាំងណាស់ ហើយលោកអ្នកដឹងហើយថាកសិករបៃសាមិនបានយើងហៅបៃសាអញ្ចឹងមើលមួកបែបខ្មែរហៅបែបចិនបែបជើងបែបអេឡម៉ង់មានរយៈពេល70វិនាទីច្រើនដែរធ្វើឲ្យបានល្អបានដល់10ពិន្ទុ គឺយើងជូនតែ8ក្តាប់ទេណា8ក្តាប់លើស8ក៏ចាញ់ក្រោម8ក៏ចាញ់ ចុះអញណាអញណា ឱកាសយើងហើយ អញអត់រហូត បងប្អូននៅពេលនេះសូមស្ងាត់ បានលុយ ចាប់ផ្ដើម ចូលសលេងបាត់ទៅហើយចាស្បែកជើងកែងមកពីស្បែកជើងកាត់មិនចេះហៅមនុស្សទៅវោះ ស្បែកជើងយើងជាមនុស្សស្រីស្បែកជើងកែប៉ុណ្ណឹងដើមបាក់ វាធំទេ វាដាក់ញូខ្ញុំដាក់ខ្ពស់ជាងណាផងតែមកពីជើងបើជើងខ្ញុំពាក់35លេខបើជើងនេះ58 យល់ពាក្យខ្លុកអូយសោកស្ដាយមែនតើស្ដាយចាសូនបន្ទូសម្រាប់ក្រុមស៊ីដាច់ឥឡូវនេះយើងចង់ដឹងថាវិញ្ញាសាដដែលកសិករបៃសាសម្រាប់ក្រុមបងរំលោះវិញម្ដងធ្វើបានល្អដែរឬក៏យ៉ាងណាមកពីក្រៅទៅកសិករមួយនេះមិនដឹងជាស្រីប្រុសទេណ តែពាក់បើជើងចឹងដែរប្រុសហី បាទមើលទៅសាច់ឈាមស្រែសុតហ្មង មានរយៈពេល70វិនាទីក្នុងការលេងហ្គេមនេះឲ្យបានសម្រេចជូនសំណាងល្អទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ បានលុយ អ
ណាខ្ញុំធ្វើសល់15វិនាទីទុកឲ្យ3អ្នកទុក ណែខ្ញុំនឹកឃើញថាអត់បន្ទុកឲ្យស្មើគ្នាទៅខ្ញុំមិនចង់ចាញ់ឈ្នះ ចាដូច្នេះសម្រាប់ក្រុមបងរំលោភបាន10បន្ទូហើយយើង100000រៀល អូយតេតម៉ែខ្ញុំ ទេទៅបាយខ្ញុំចាឥឡូវនេះយើងចូលមកបន្តការលេងហ្គេមទី2ឥឡូវអ្នកដែលលេងបន្តសូមចេញឡើងមកខាងមុខមកកោចា ហើយអ្នកគ្រូបន្ទូច្រើនជាងអញ្ចឹងលេងមុនទៅចាក់ទៅអើយម៉ែ ចាំកាល ចានេះគឺជាវិញ្ញាសាដែលមានឈ្មោះថា ច្រឡងស្ងប់ស្ងាត់ ឮឈ្មោះក៏ព្រឺព្រួយទៅហើយវិញ្ញាសានេះក្នុងរយៈពេល30វិនាទីបេក្ខជននិងបេក្ខនារីត្រូវជិះកង់ឆ្លងជ្រលងឧបសគ្គដែលកម្មវិធីបានរៀបចំធ្វើយ៉ាងណាឆ្លងឲ្យផុតកុំឲ្យមានសម្លេងរំខាន ពុកម៉ែបងប្អូនគាត់ប្រកាសជាឆ្ងល់ថាចុំហេតុអីបានឲ្យម៉ោនលេងអញ្ចឹងយកបែកដល់មិនឲ្យលេងគេមុនយកបែកដាក់លេងហីមូលហេតុដោយសារបងស្រីក្រតគាត់ញ័រ បងក្រគាត់ខ្លាចភាពខ្ពស់ ពោះគាត់ញ័រគាត់អាចជីបាគាត់ខ្លាចគ្រោះថ្នាក់អញ្ចឹងតម្រូវឲ្យបងអូនស្រីជាអ្នកលេងជំនួសសូមឆ្លើយស្នូទៅឲ្យបងអូនស្រីមួយមក ចាមានរយៈពេលតែ30វិនាទីតែប៉ុណ្ណោះធ្វើឲ្យបានល្អបាន10បន្ទូទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ លឺបាត់ទៅ មកដែរបងអូនមិញអារម្មណ៍ថាអូនដូចជាអត់មានចាប់ប្រាំងសោះមករយអញ្ចឹងវាធ្លាក់វាមានកុហកណាស់វាថាវាធ្លាក់មកហ្នឹងវាលឺសំឡេងប៉ះពាល់សំឡេងបងអូនចាញ់ ដែរបងទៅចាប់ខុសប្លង់ បាទ ចាប់ខុសប្លង់ សោកស្ដាយផងសម្រាប់ក្រុមបងរំលួ0បន្ទូ បន្ទូ ចាឥឡូវនេះយើងចង់ដឹងថាសម្រាប់ក្រុមស៊ីដាច់អាចធ្វើបានល្អដែរឬក៏យ៉ាងណាទស្សនាជាបន្តទៀតយ៉ាងពេល30វិនាទីក៏ដូចគ្នាជូនបងឲ្យធ្វើបានល្អបាន10បន្ទូពីកម្មវិធីរបស់យើងទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ សំខាន់កង់ហ្នឹងវាស៊ីមួយកៅយើងហ៎ ឥឡូវខែទៅនេះទៅមក ចាដូច្នេះក្រុមស៊ីដាច់ទទួលបាន10បន្ទូអូយ ជីកង់នឹង មិនឲ្យឈ្នះមិន មិនសូវសងហើបើនៅកម្ពុជាជីវ៉ាអើយកុំសង្ស័យកង់វាយឺតមែនអត់ប៉ះខ្ចៅទេណាថ្លៃ អូយប្លេចចរាចរណ៍ប្លេចចរាចរណ៍ ចង្អៀតណាស់នេះមើល ប្លេចមកយើងទៅចូលទី រួចទៅអូយវិញ តែតូលពីមុខនេះ អូយ ចាលោកស្រីនេះបន្ទាប់ពីទស្សនាការលេងហ្គេមរបស់ក្រុមទាំងបងរំលោះទាំងស៊ីដាច់ចំនួន2វគ្គគឺខាងស៊ីដាច់បាន20បន្ទូបងរំលោះបាន15បន្ទូចានៅវគ្គក្រោយយើងនឹងបន្តការប្រកួតប្រជែងលេងហ្គេមដែលវគ្គនោះគឺមានឈ្មោះថាបងរំលងជញ្ជាំងចាបងរំលងជញ្ជាំងកាន់តែស្វិតស្វាញទៀតហើយក៏ជាវគ្គមួយកំណត់ថាតើក្រុមទាំងពីរក្រុមណាមួយដែលត្រូវនៅបន្តជាមួយនឹងកម្មវិធីរបស់យើងអញ្ចឹងត្រូវខំប្រឹងបន្តិចស៊ូចាពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់បន្តិចសិន សូមស្ងាត់ បានហើយ ឧបត្ថម្ភកម្មវិធីដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំផ្ដល់នូវអ្វីដែលល្អអង្គរពុរ៉ូទឹកពិសាដែលរាងកាយត្រូវការបំផុតគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នា ចាទ្រទ្រភិជនរបស់ CTN សូមស្វាគមន៍ជាបន្តទៀតមកកាន់កម្មវិធី សូមស្ងាត់ បានហើយចាឥឡូវនេះយើងចូលដល់វគ្គទី3ដែលមានឈ្មោះថាវគ្គ បោះរំលងជញ្ជាំងវគ្គនេះជាវគ្គដ៏សំខាន់សម្រាប់ក្រុមទាំងពីរ
ត្រូវស្រោចស្រង់បន្ទុកឲ្យបានច្រើន ចា អ្នកដែលឈ្នះបន្ទុកលើ គេ គេ ស្រង់បងបន្ទុកខ្ញុំមានលងទឹកណាស្រង់ យីអាធ្លាក់មុនហ្នឹង គាត់តែលេឲ្យខ្លាំងទៅ អាហ្នឹងចាញ់ហើយធ្លាក់ហ្នឹង ចាំបាច់ស្រង់ អញ្ចឹងយើងវគ្គក្រោយទៅស្រង់អាធ្លាក់ឡើងវិញ ចង់ដឹងកាន់តែច្បាស់ថាវគ្គនេះមានអ្វីខ្លះនោះទស្សនាវីដេអូដូចតទៅ វគ្គបោះរំលងជញ្ជាំងបេក្ខជននិងបេក្ខនារីមានរយៈពេល60វិនាទីនិងជីវិត3ដើម្បីបោះថារំលងជញ្ជាំងពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀតទៅវិញទៅមកធ្វើយ៉ាងណាឲ្យលឺសំឡេងតិចបំផុតបោះសម្រេចបានម្ដងទទួលបាន1ពិន្ទុ កូនថាជូន តែម្ដងត្រៀមចាំតែបោះទៅត្រៀមហើយនៅបងប្អូន ត្រៀមបង្ក្រូចងើយលើ ហេមិនទៅបោះក្រោយវិញនេះដាក់គាត់ទៅបោះខាងនេះចាំដល់8បដាឲ្យមិន ចាជិតពុះសម្រាប់ល្អរយៈពេល60វិនាទីទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ បានឡើយ បានសូមសរសើរដោយសមត្ថភាពការបោះសហការគ្នាបានល្អប៉ិនបោះប៉ិនចាប់និងប៉ិនផ្សំបន្ទុកខ្ញុំគិតថាបានច្រើនហើយចុះអឺនាងខ្ញុំមិនឃើញចាប់បានយ៉ាងល្អបំផុត អាសាចាប់ចឹងព្រោះកូនខ្ញុំអាសាធ្លាក់លើផ្ទះ ចាប់បាន អាសាចាប់បាន ចាំបានអូនប្រុសនៅរស់ដល់ថ្ងៃហើយបកែចាប់ឥឡូវនេះសម្រាប់ក្រុមស៊ីដាច់គាត់ធ្វើបានរហូតដល់ទៅ37ពិន្ទុឥឡូវនេះសម្រាប់វិញ្ញាសាដដែលបោះរំលងជញ្ជាំងយើងឃើញថាខាងក្រុមស៊ីដាច់ធ្វើបានល្អរីឯក្រុមបងរំលោះវិញម្ដងធ្វើបានល្អដែរឬក៏យ៉ាងណាទស្សនាបន្តទៀតចាបើមានពេល60វិនាទីទាំងអស់គ្នាសូមត្រៀម សូមស្ងាត់ បានហើយ បងទេពតនរោឲ្យអូនសធាលេងឈ្នះយកលុយតាណាគាត់ហោចេះហើយតែអ្នកខ្ពស់ខ្ពស់មក អត់ទេចាក្រុមគេទៀតលោក ខ្ញុំគាត់ចេះគាត់សឿចេះយកទៅ អូនស្អីនេះគ្នាអត់មានប្តីម្ល៉េះអត់មានបទពិសោធន៍ ឃើញថាមិញវារៀងមិនអន់ប្រហែលទៅល្អតាគាត់ថាយើងនៅសាលនីតិយើងសាលពេលហើយវាអស់ជីវិតវាខ្មាស់គ្នាទាំងអស់ជីវិតនេះដល់ពេលអស់ជីវិតលេងតក៏មិនបានវានៅស្ដាយនីតិដែលសល់នេះ អត់អីទេព្រោះធម្មតាមានអ្នកខ្លាំងអ្នកខ្សោយចឹងហើយ ចាដូច្នេះអំបីមិញសម្រាប់ក្រុមបងរំលោះធ្វើបានចំនួន27ពិន្ទុ អូច្រើនណាស់ ចាដូច្នេះលោកស្រីនិងកញ្ញានៅពេលបន្តិចទៀតនេះយើងនឹងធ្វើការប្រកាសថាតើក្រុមណាមួយដែលត្រូវបន្តជាមួយនឹងកម្មវិធីរបស់យើង ក្រុមណាជាអ្នកឈ្នះ
ដែលបានត្រូវលេងបន្តហើយក្រុមណាជាអ្នកចាញ់ដែលត្រូវនឹងអង្គុយមើលបន្ត ខ្ញុំចង់ទៅផ្ទះអត់ចង់អង្គុយមើលដល់ឈឺចាំ ហើយឡើយដឹងខ្លួនមិនដឹងខ្លួនមិនដឹងខ្លួនប្រែដឹងខ្លួនណា បាទម៉ែខ្ញុំត្រៀមម្ហូប2មុខបកងមួយមុខលៀសមួយមុខឥឡូវទៅវិញតែលៀសហ្នឹងទៅលោបកងទេ ឥឡូវនេះខ្ញុំសូមប្រកាសបន្តជូនដល់ក្រុមទាំងពីរគឺសម្រាប់ក្រុមស៊ីដាច់បានបន្ទុសរុបចំនួន57បន្ទុ 57បន្ទូ រីឯបងរំលោះបានតែ42បន្ទុទេ យើងដឹងហើយក្រុមដែលចាញ់គឺក្រុមបងរំលោះហើយក្រុមដែលឈ្នះគឺក្រុម ស៊ីដាច់ ដា ចា៎នេះកញ្ញាយើងនឹងបន្តទស្សនានៅវគ្គក្រោយជាបន្តទៀតនោះគឺវគ្គចុងក្រោយដែលវគ្គចុងក្រោយមានឈ្មោះថាវគ្គប្រអប់លុយចាំដឹងថាក្នុងវគ្គប្រអប់លុយក្រុមស៊ីដាច់អាចប្រមបានទឹកប្រាក់4លានពីកម្មវិធីរបស់យើងដែរឬក៏យ៉ាងណានោះកុំភ្លេចណាទស្សនាបន្តទៀតនៅវគ្គក្រោយពេលនេះអនុញ្ញាតសម្រាប់បន្តិចសិន សូមស្ងាត់ បានលុយ ចាសួស្តីលោកស្រីនាងកញ្ញាជួបគ្នាសប្តាហ៍ថ្មីការចូលរួមទូទាយទឹកប្រាក់$50ចាំលោកអ្នកជានិច្ចចង់ដឹងថាអ្នកណាទៅដែលឆេះរង្វាន់នោះសូមចេញទស្សនាដូចតទៅ តើឥតការ៉ូនិងក្បឿងមួយណាលឺជាងចម្លើយដែលត្រឹមត្រូវនោះគឺឥតការ៉ូតើប្រិយមិត្តរូបណាមានសំណាងឈ្នះរង្វាន់ពីកម្មវិធីអបអសាទរដល់ឈ្មោះថាឌីនីឈ្នះរង្វាន់ប្រាក់សុន$50ពីកម្មវិធី សប្តាហ៍នេះក្រុមការងាររបស់យើងធ្វើការទម្លាក់ក្បាលម៉ាស៊ីនត្រជាក់ហើយនិងកតុយម៉ាស៊ីនត្រជាក់មួយណាដែលលឺជាងពាក់វ៉ែនតាដើម្បីសុវត្ថិភាពសូមជម្រាបលោកអ្នកទស្សនាជាមួយនឹងនេះខ្ញុំដូចតទៅ ទាំងអស់គ្នារវាងក្បាលម៉ាស៊ីនត្រជាក់និងកន្ទុយម៉ាស៊ីនត្រជាក់អំបញ្ញមិញមួយណាលឺជាងចាលោកអ្នកអាចចូលទៅទំព័រ Facebook ក្រុមស្ងាត់ Silent Kids Cambodia ដើម្បីមានឱកាសចាក្លាយទៅជាម្ចាស់ទឹកប្រាក់រហូតដល់ទៅ$50អរគុណជួបគ្នាជាបន្តទៀតជាមួយនឹងកម្មវិធីសូមស្ងាត់ ឧបត្ថម្ភកម្មវិធីដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំផ្ដល់នូវអ្វីដែលល្អល្អអង្គរពុរ៉ូទឹកពិសាដែលរាងកាយត្រូវការបំផុតគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នា ចាលោកលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនរបស់ CTN សូមស្វាគមន៍ជាបន្តទៀតមកកាន់កម្មវិធី សូមស្ងាត់ បានលុយ ចាលោកលោកស្រីនាងកញ្ញាសម្រាប់វគ្គនេះគឺជាវគ្គដែលមានឈ្មោះថាវគ្គប្រអប់លុយចង់ដឹងពីលក្ខខណ្ឌតិកៈនៅក្នុងការលេងជាពិសេសសម្រាប់អ្នកទាំង3ផ្ទាល់តែម្ដងទៅទស្សនាវីដេអូទាំងអស់គ្នា វគ្គប្រអប់លុយបេក្ខជននិងបេក្ខនារីត្រូវឆ្លងកាត់ម៉ាស៊ីនសម្លេងចំនួន3ប្រភេទក្នុងរយៈពេល150វិនាទីដើម្បីស្វែងរកថេរវេលាចូលទៅក្នុងប្រអប់លុយបើបេក្ខជននិងបេក្ខនារីសម្រេចបានកម្រិតទី1នៃម៉ាស៊ីនសម្លេងនោះនឹងទទួលបាន10វិនាទីកម្រិតទី2នឹងទទួលបាន20វិនាទីកម្រិតទី3នឹងទទួលបាន30វិនាទីបន្ថែមពីនេះបេក្ខជននិងបេក្ខនារីមានសិទ្ធិទិញថេរវេលាពីកម្មវិធីដោយក្នុង1នាទីតម្លៃ$40,000រៀល រយៈពេល150វិនាទីដើម្បីស្សាបន្ទុចូលទៅក្នុងប្រអប់លុយធ្វើឲ្យបានល្អសំណាងល្អយក4លានអូខេ ខ្ញុំពឹងពាក់លើវាសនាឯសា ហ្នឹង នេះ ហើយបាទអរគុណពុកម៉ែបងប្អូននៅពេលនេះសូមស្ងាត់ បានលុយ អ
នេះ ហើយតែមកទៀត វាទៅនេះកុំឲ្យទៅតាទៅវាលឺចាញ់ណាវិញ ប៉ាំអត់អួយ ស្ដោកដែរដោយសារមិញមកក្រូចចិត្តផុតហើយទៅធ្វើឲ្យប៉ះ វាសំខាន់អារម្មណ៍យើងភ័យខ្លាចហួសអស់នាទី ចា ទីសល់មកកណោពេលច្រើនដែរ បាន10វិនាទីដើម្បីចូលទៅប្រអប់ ព្រោះ លុយ តែតារាសំណាង បាទ 10វិនាទីដើម្បីចូលទៅក្នុងប្រអប់លុយប៉ុន្តែយើងមានលក្ខខណ្ឌមួយទៀតអាចទិញពេលវេលាពីកម្មវិធីបានដែរយើងដាក់លក់ពេលវេលាដើម្បីចូលទៅក្នុងប្រអប់លុយយើងលក់1 មិ នា ញ ទី លុយខ្ញុំបានមិញ 57 57ម៉ឺនបាទ សល់7 10ម៉ឺនដែរទិញទៅ ទិញមក ទិញ1នាទីហ៎ ទិញ1នាទីហ្មងចាប់បានច្រើនតិច ហ្នឹងទិញហ្មង ចាឥឡូវបើសិនជាទិញ1នាទីបូកថែម10វិនាទីទៀត70វិនាទី ចង់ដឹងថាបងប្រុសម្នាក់ណាជាអ្នកចូលឬបងស្រី ឥឡូវ40ម៉ឺនហ្នឹងបកគលឲ្យខ្ញុំហ៎ អត់មាន40ម៉ឺនយកវិញ5ម៉ឺនទេណា យក40ម៉ឺនទៅទិញ4លានខ្ញុំមកវិញ ហ្នឹងតោះ អូខេស៊ូស៊ូយកព្រម យេ យេអ្នកនាងខ្ញុំជាអ្នកចូលចាឥឡូវនេះយើងដឹងហើយថាបន្តិចទៀតគឺអ្នកនាងខ្ញុំគាត់នឹងចូលទៅក្នុងប្រអប់លុយជូនពរឲ្យគាត់ទទួលបានទឹកប្រាក់4លានពីកម្មវិធីរបស់យើងទស្សនាជាបន្តមកយ៉ាម៉ាទេខ្ញុំអើយ យើងចំណាយអស់40ម៉ឺនហើយ អូ BB1 បាទមានពេល70វិនា វិនា ទី ទីចា ក្នុងការចាប់លុយ អឺហឺ អូខេត្រៀមហើយនៅបងប្អូន ជួយហៅឲ្យខ្ញុំលើកទឹកចិត្តឲ្យគាត់បានលុយច្រើន បាទពុកម៉ែបងប្អូននៅពេលនេះសូមស្ងើត បានលុយចាប់ផ្ដើមចាប់អស់លីងមកលុយ ធ្វើមែនតើមិនអត់ លុយមួយទឹកលុយនេះទឹកលុយ វាលុយនឹងវាយពេញមុខឈើមុខខ្លាំងណាស់កណ្ដាល ឥឡូវចង់ដឹងច្បាស់អង្គុយមករាប់ មកជួយរាប់គ្នា ដូនចតាឲ្យកុំឲ្យខាតអូក្តាមមើលមានបែបបែមកលុយមករកអស់មកនេះ អត់ទេអញលូកទាញយកលុយ បាទ ទេឲ្យរាប់តារាប់អូយមកគ្រាន់តែមើលពីលើបាយមើលពីលើ មើលលុយទេ អេបងព្រមដល់ហ្មង មើលលុយតើទៅលុយនៅក្នុងនោះហី ខកមកមកទីមកក្នុងទៅខ្ញុំតែមកប៉ាត់មកខ្ញុំមក អត់ជួយសែ ជួយកាន់លុយទៀតអត់បាន40អត់បាន40ម៉ឺនទេលុយ នរនោះទៀតអូនរនោះឃ្លីអចាលោកស្រីនេះកញ្ញានៅពេលបន្តិចទៀតនេះយើងនឹងរកលុយ យើង ទាំងអស់ ពិ គ្នា បាកភាសាមួយគាត់ដោយសារគាត់ឆ្លងវិញមួយលុយ ចា អញ្ចឹងទុកឲ្យពេលឲ្យគាត់រកលុយសិនបងប្អូនចាំដឹងថារាប់លុយហើយតើគាត់ប្រមូលលុយបានចំនួនប៉ុន្មាន
លាន ដូច្នេះសូមប្រកាសជូនបៃមែងគឺប្រមូលបានទឹកប្រាក់ពីប្រអប់លុយរបស់យើងគឺចំនួន1លាន145,000 រៀលចាបូកបន្ថែមទឹកប្រាក់ដែលយើងសល់ពីវគ្គមុនៗ 17,000 រៀលទៀតសរុបទៅសប្តាហ៍នេះទៅវិញបាន1លាន315,000 ចាអរគុណដល់ទស្សនិកជនរបស់ CTN ដែលតាមដានកម្មវិធីថ្មីរបស់យើងតាំងពីដើមរហូតដល់ចប់យើងនឹងមានអ្វីកាន់តែប្លែកៗជាមួយនឹងកម្មវិធីសុំស្ងាត់ហើយក៏ជាកម្មវិធីតែមួយគត់នៅក្នុងប្រទេសកម្ពុជាគ្រាន់តែស្ងាត់គឺបានលុយចានៅពេលនេះយើងខ្ញុំទាំងអស់គ្នាទាំងតារាកិត្តិយសទាំងពិធីករពិធីការិនីក៏ដូចជាបងប្អូននៅខាងលើវេទិការបស់ CTN សូមជម្រាបលា សូមស្ងាត់ បានលុយ យេទីបំផុតយើងយកឈ្នះឲ្យតួតែបាន អត់លុយ បងប្អូនកុំឆ្ងល់ដោយសារតែក្រុមគេនឹងសែនត្រូវប៉ុន្តែក្រុមខ្ញុំមិនសែនទេមកពីពួកខ្ញុំមិនដែរលេងជាមួយគ្នាដូច្នេះទើបធ្វើឲ្យពួកយើងមិនសូវត្រូវក្រុមផ្សេងមើលងាយតែក្រុមយើងតែក្រុមកទៀងតែសំខាន់នេះមាក់ក្បាលដៃយើង ថ្ងៃបងឯងវិញយើងទៅសើតងខំបើអីមកភ្លើចឹងខំនឹងបានអស់លិញ ហើយចង់និយាយថាវគ្គហ្នឹងគឺខ្ញុំស្ដាយជាងគេព្រោះថាចាញ់ហើយបាក់ថ្មិញអស់ពីរទៀតចឹងវាខាតលើសដើមនេះ អញ្ចឹងបានថាហ្គេមស្ងាត់នេះយើងត្រូវការសមាធិនិងតាំងចិត្ត ហ្នឹងហើយ ព្រោះនិយាយទៅតើយើងប្រើអារម្មណ៍ប្រើពលឹងយើងអស់មកនៅកន្លែងកញ្ញុំក្បាលហ្នឹងមក បាទទស្សនិកជនទីគោរពនិងទីមេត្រីសូមកុំភ្លេចរងចាំទស្សនាកម្មវិធីសូមស្ងាត់មានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ CTN គ្រាន់តែស្ងាត់គឺបានលុយ ឧបត្ថម្ភកម្មវិធីដោយស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំផ្ដល់នូវអ្វីដែលល្អអង្គរពូរ៉ូទឹកពិសាដែលរាងកាយត្រូវការបំផុតគ្រប់ពេលគ្រប់ទីកន្លែងគ្រប់គ្នា